ទស្សនៈទានក្នុងការកសាងវិមានឈ្នះឈ្នះបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជាកំណើនសេដ្ឋកិច្ចកំពុងមានសន្ទុះយ៉ាងខ្លាំងលើសពីនេះទៀតប្រជាជនមានជីវភាពធូរធារនិងអាចប្រកបរបរចិញ្ចឹមជីវិតតាមអាជីពរៀងៗខ្លួនដោយសុខដុមភាពបើក្រឡេកមកមើលហេដ្ឋារចនាសម្ព័ន្ធក្រុងវិញមានការអភិវឌ្ឍច្រើនដែលពុំធ្លាប់ឃើញពីមុនមកពលគឺមានការផ្លាស់ប្ដូរទៅជាទម្រង់បែបជឿនលឿនទាន់សម័យមួយដ៏ប្រាកដកត្តាទាំងនេះហើយទើបគេនិយមហៅសម័យនេះថាសម័យដៃជូអ្វីដែលជាប្រវត្តិសាស្ត្រមិនអាចប្រកែកបានគឺទម្រាំមានថ្ងៃនេះឬអាចនិយាយបានថាទម្រាំប្រទេសកម្ពុជាមកដល់យុគសម័យដៃជូនយោបាយឈ្នះឈ្នះគឺជាទស្សនវិជ្ជាមួយដ៏សំខាន់ក្នុងការពន្លត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជាដែលហុចជាផលមកវិញនៅសន្តិភាពដ៏ត្រចះត្រចង់មួយដ៏ពេញលេញដូចនេះហើយទើបចក្ខុវិស័យក្នុងការកសាងទឹកតាំងជាប្រវត្តិសាស្ត្រនៃដំណើរជាតិនេះបានបដិសន្ធិឡើងនេះគឺជាសំយោគនៃគំនិតដើម្បីទុកដាក់ជាកេរដំណែលដល់មនុស្សជាតិទូទៅនោះគឺវិមានអនុស្សាវរីយ៍រំលឹកនយោបាយឈ្នះឈ្នះហៅកាត់ថាវិមានឈ្នះឈ្នះក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនិងទទួលបានសន្តិភាពពេញលេញនៅកម្ពុជាប្រកបដោយសមិទ្ធផលគ្រប់វិស័យចំពោះគោលគំនិតនៃការសាងសង់វិមានឈ្នះឈ្នះគឺផ្ដោតទៅលើគោលដៅសំខាន់5រួមមានទី1រំលឹកដល់សារៈសំខាន់នៃសន្តិភាពសមិទ្ធផលនិងដំណើរការដែលបាននាំឲ្យមានសន្តិភាពតាមរយៈគោលនយោបាយឈ្នះឈ្នះនិងការផ្សះផ្សាជាតិបង្ហាញពីភាពសុខដុមនីយកម្មនៃសង្គមកម្ពុជាតាមរយៈសាសនាសម័យកាលប្រវត្តិសាស្ត្រនិងសមិទ្ធផលទី2គោរពនិងចារឹកទុកអំពីការលះបង់ការដឹកនាំនិងភាពច្នៃប្រឌិតរបស់អគ្គមគ្គុទ្ទេសក៍ដឹកនាំនិងប្រតិបត្តិការស្នូលកម្ពុជាដែលបាននាំមកនូវការផ្សះផ្សាជាតិបញ្ចប់សង្គ្រាមស៊ីវិលដោយគ្មានការបង្ហូរឈាមដែលនាំមកនូវវិបុលភាពនិងសន្តិភាពដល់កម្ពុជាទី3បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ឲ្យបន្តការសិក្សាទទួលការយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជាបន្តអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនិងគុណតម្លៃនៃការធ្វើសមាហរណកម្មក្នុងដំណើរការកសាងដឹកនាំនិងអភិវឌ្ឍប្រទេសទាំងបច្ចុប្បន្ននិងពេលអនាគត4បង្ហាញពីគុណតម្លៃវប្បធម៌អរិយធម៌និងស្ថាបត្យកម្មខ្មែរតាមរយៈរចនាបថសិល្បៈនិមិត្តរូបនិមិត្តសញ្ញាចម្លាក់នានានិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីឲ្យប្រជាជនគ្រប់ជំនាន់បានស្វែងយល់ទី5បង្កើតគោលដៅទេសចរធំមួយនៅទីក្រុងភ្នំពេញដែលមានលក្ខណៈជាទេសចរប្រវត្តិសាស្ត្រនិងវប្បធម៌ក៏ដូចជាគោលដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានាទាំងនេះជាហេតុផលចម្បងក្នុងការកសាងវិមានឈ្នះឈ្នះដើម្បីរក្សានៅដានប្រវត្តិសាស្ត្រដ៏ពិតប្រាកដមួយដើម្បីឲ្យយុវជនជំនាន់ក្រោយឆ្វេងយល់ជាពិសេសតាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការអនុវត្តនយោបាយឈ្នះឈ្នះក៏ដូចជាការលះបង់និងវីរភាពថ្នាក់ដឹកនាំកំពូលរបស់ប្រទេសដើម្បីបដូរយកសុខដុមភាពមកឲ្យប្រជាជាតិទាំងមូល